លើកទី1មានឱកាសបានជិះសាឡាងនៅកូរ៉េណាបងប្អូនជីវិតអ្នកកោះមិនថាអ្នកកោះខ្មែរយើងមិនថាអ្នកកោះនៅកូរ៉េទេចង់ចេញចូលតតែមានសាឡាងឬក៏ជិះទូកជិះអីចឹងទៅហើយថ្ងៃហ្នឹងខ្ញុំមកបានបទពិសោធន៍ថ្មីមួយទៀតដែរគឺថានាំគ្រួសារមកជិះសាឡាងម្ដងលើកទី1ណាបងប្អូនបណ្ដៃមានអារម្មណ៍ប្លែកហ្មងចូលមកដល់គឺថាធំទូលាយខ្លាំងមែនតែនសាឡាងគេនេះឡានវិញគឺថាដាក់បានរាប់រយគ្រឿងហើយមានជាន់ទី1ជាន់ទី2និងជាន់ទី3ជាន់ទី1ហ្នឹងសម្រាប់ដាក់ឡានណាហើយជាន់ទី2ជាន់ទី3ហ្នឹងគឺគេសម្រាប់ឲ្យភ្ញៀវសម្រាប់អង្គុយឬមួយក៏អ្នករៀងឆ្ងាយតិចទៅគាត់អាចដេកបានអញ្ចឹងណាក្នុង1ម៉ោងគឺគេចេញមួយជើងអញ្ចឹងណាបងប្អូនអត់ចាំបាច់ពិបាករងចាំយូរទេកៅអីគេអង្គុយក៏មានច្រើនកន្លែងដែរបងប្អូនបណ្ដៃខ្ញុំមកសាកជាមួយនឹងកៅអីនេះឃើញវារៀងតំណងវានៅកណ្ដាលគេហើយគេដូចថាគេរក្សាកន្លែងឲ្យតលាយពេលដែលគេអង្គុយគឺគេទាញបត់វាចឹងមកទាញទម្លាក់វាណាហើយដល់ពេលដែលយើងឈប់អង្គុយយើងបត់វាឡើងលើវិញទៅវាអត់អញញ៉ៃទេហើយកូនស្រីខ្ញុំគាត់ឃើញខ្ញុំអង្គុយរៀងតំណងដែរដល់ពេលអញ្ចឹងគាត់ចង់សាកម្ដងដែរមើលវាមានអារម្មណ៍បែបណាដែរសាឡាងនេះដែរមិនមែនសាឡាងឆ្លងទន្លេទេបងប្អូនគឺសាឡាងឆ្លងសមុទ្រហើយកន្លែងដែលខ្ញុំប្រឌិតទៅហ្នឹងគឺឃើញហ្នឹងគឺជាពលានយន្តហោះណាហើយអង្គុយហ្នឹងកូនស្រីខ្ញុំនេះគាត់នឹកឃើញចង់បាននំកញ្ចប់នំក្តាមហ៎តែចៃដន្យអីអាធុងនំហ្នឹងគេត្រូវការតែលុយរាយឯងហើយខ្ញុំវាអត់មានលុយរាយមានតែក្តាម10000អញ្ចឹងហើយអាបងគាត់ទៅដូរមកបន្ទាប់ពីបាននំមកកញ្ចប់ហ្នឹងហើយគឺថាឡើងទៅជាន់ទី3បន្តទៀតជាន់ទី3ហ្នឹងលក្ខណៈ Sky Bar ណាបងអូន Sky Bar និយាយទៅគឺថាយើងអាចឲ្យចំណីសត្វស្លាបណានៅកូរ៉េហ្នឹងនៅសមុទ្រគឺសម្បូរណាស់សត្វហ្នឹងហើយចូលចិត្តណាស់នំតាគៀបក្តាមណាបងប្អូននំតាគៀបក្តាមដូចនៅខ្មែរយើងអញ្ចឹងនិយាយវាថាបើថាបោះតែមួយហ្នឹងនាំគ្នាហូរហែមកខ្ញុំត្រូវទៅកោះដែលឃើញលឹមហ្នឹងណាបងប្អូនហើយខ្ញុំអត់ហ៊ានឲ្យដោយដៃទេខ្ញុំសុកចិត្តបោះឲ្យព្រោះអីបើសិនជាយើងហុចឲ្យវាអាចនឹងខាំចឹកដៃរបស់យើងណាហើយបើខាងនេះវិញហ្នឹងគេថាឲ្យហើយគេថារៀងបន្តិចណាចិត្តទៅស៊ីត្រីអាំងចិត្តខ្លាំងស៊ីអំបិលណាអ្នកមកក្រោយគេឆក់ទៅបានហើយថ្ងៃហ្នឹងដើរចំអាកាសធាតុអត់សូវល្អមេឃរោភ្លៀងដល់ពេលអញ្ចឹងទៅវាសតុំហើយដល់ពេលហើយយើងមើលទៅទីឆ្ងាយអីក៏មើលទៅអត់សូវច្បាស់ដែរវាចុះអាប់ចុះអីចឹងណាហើយក៏អត់ហ៊ាននៅយូរដែរដោយសារថាបើនៅយូរទៅសัตว์នឹងវាច្រើនណាអាចនឹងមិនស្រួលជក់អាចដាក់យើងណាព្រោះវាហើរនៅលើក្បាលយើងហ្មងណាខ្ញុំរវល់តែដើរថតចុះឡើងក្លេកទៅបាត់កូនអស់លីងដល់ពេលចុះមកនេះគេមកអង្គុយញ៉ាំនំនៅនេះជាមួយនឹងអ៊ំនៅនេះហ្នឹងហើយមិញដល់វាឲ្យចំណីសัตว์នឹងអស់នំហើយឥឡូវមករមកកញ្ចប់ទៀតហើយណាប៉ុន្តែអត់ទេមុននឹងទិញកំណត់គ្នារួចហើយថាមកកញ្ចប់ហ្នឹងគឺថាមនុស្សផងហើយនឹងសัตว์ផងអញ្ចឹងហើយគឺថាអស់មកកញ្ចប់ហ្នឹងអត់មានត្រូវការមកកញ្ចប់ទៀតទេឥឡូវសាឡាងគឺថាមកដល់កោះដែលយើងត្រូវមកហើយណាបងប្អូនម្នាក់ត្រៀមខ្លួនឡើងឡានគ្មានម៉ូតូទេបងប្អូនអើយមានតែឡានអ្នកក្រក៏មានឡានជិះដែរនៅនេះហ៎គ្រាន់តែថាឡានតាមសេរីចឹងទៅហើយឥឡូវខ្ញុំដល់ពេលឡើងឡានបន្តដំណើរទៅផ្ទះបងស្លៃ